សៀវភៅភារកិច្ចដ៏លំបាកនៃការអធិប្បាយដែលនិពន្ធដោយបណ្ឌិត ចន ស្ទូបជំពូកទី3មានចំណងជើងថាការអធិប្បាយប្រៀបដូចជាការសង់ស្ពានចម្លងរហូតមកដល់ពេលនេះយើងបានពិភាក្សាពីការប្រឈមថ្មីមួយចំនួនចំពោះការអធិប្បាយហើយយើងក៏បានបង្កើតនូវមូលដ្ឋានខាងទេវសាស្ត្រដើម្បីការពារការអធិប្បាយទៀតផងប៉ុន្តែយើងមិនទាន់បានអនិយមន័យថាតើការអធិប្បាយជាអ្វីនៅឡើយទេក្រៅតែពីការលើកឡើងថាប្រសិនបើការអធិប្បាយនោះពិតជាការអធិប្បាយបែបគ្រីបរិស័ទប្រកបមែននោះការអធិប្បាយត្រូវតែជាការអធិប្បាយបែបពន្យល់ព្រះគម្ពីរប៉ុន្តែការលើកឡើងដូចនេះមិនមែនជានិយមន័យពេញលេញនៃការអធិប្បាយនៅឡើយទេការអធិប្បាយគឺលើសអំពីការដែលគ្រាន់តែកាត់ស្រាយអត្ថបទគម្ពីរទៅទៀតយើងនឹងមើលឃើញច្បាស់ថាការអធិប្បាយលើសអំពីការដែលគ្រាន់តែកាត់ស្រាយអត្ថបទគម្ពីរនៅពេលដែលយើងពិនិត្យមើលពាក្យប្រៀបធៀបសំខាន់6យ៉ាងដែលគេបានប្រើក្នុងការពណ៌នាពីគ្រូអធិប្បាយបែបគ្រីបរិស័ទពាក្យប្រៀបធៀបដ៏សាមញ្ញបំផុតដែលគេប្រើសំដៅលើអ្នកស្រែកប្រកាសឬអ្នកស្រែកប្រើប្រកាសជាសំឡេងខ្លាំងនៅក្នុងក្រុងអ្នកស្រែកប្រកាសគឺជាម្នាក់ដែលគេផ្ដល់ដំណឹងល្អមួយចំនួនហើយគេបង្កើបឲ្យទៅប្រកាសដំណឹងល្អនោះដល់មនុស្សគ្រប់រូបដូច្នេះហើយអ្នកប្រកាសនោះត្រូវចេញទៅកន្លែងមានផ្សារឬកន្លែងសាធារណៈហើយក៏ប្រកាសដំណឹងល្អនោះឲ្យមនុស្សគ្រប់គ្នាបានដឹងលោកពោលពរនីពីការអធិប្បាយផ្ទាល់របស់លោកថាជាការប្រកាសពីព្រះគ្រីស្ទដែលទ្រង់ត្រូវឆ្កាងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក1ខ23ហើយប្រកាសពីព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គម្ចាស់ព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក4ខ5ហើយអានព្រះគម្ពីរអេសាយចំពុក40ខ9នៅក្នុងព្រះគម្ពីរគេក៏បានពរនាពីគ្រូអធិប្បាយផងដែលថាជាអ្នកព្រោះក្រពូជដែលត្រូវចេញទៅក្នុងពិភពលោកខាងក្រៅដូចជាកសិករដែលត្រូវចេញទៅក្នុងចម្ការរបស់ពួកគេដែលពួកគេបានព្រោះក្រពូជដ៏មានតម្លៃដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសង្ឃឹមទាំងអធិដ្ឋានផងថាក្រពូជមួយចំនួននឹងធ្លាក់ទៅលើដីដែលបានរៀបចំយ៉ាងល្អហើយក្នុងពេលកំណត់ក្រពូជនោះនឹងបង្កើតផលផ្លែល្អព្រះគម្ពីរលូកាចំពុក8ខ4ដល់15គ្រូអធិប្បាយគឺជាទូតតំណាងទទួលការតែងតាំងឲ្យជជែកការពារបុព្វហេតុរបស់អ្នកគ្រប់គ្រងឬរដ្ឋាភិបាលនៅក្នុងទឹកដីប្រទេសក្រៅឬទឹកដីដែលជាខ្មាំងសត្រូវផងព្រះគម្ពីរកូរិនថូសខ្សែទី2ចំពុក5ខ20និងព្រះគម្ពីរអេផេសូចំពុក6ខ20មួយវិញទៀតគ្រូអធិប្បាយជាអ្នកកាន់កាប់ឬជាអ្នកមើលខុសត្រូវផ្ទះដែលព្រះជាម្ចាស់បានដាក់ឲ្យទទួលខុសត្រូវគ្រួសាររបស់ទ្រង់នឹងទុកផ្ដាក់ការផ្គត់ផ្គង់ផងដើម្បីចែករំលែកជាមួយនឹងសមាជិកគ្រួសារយ៉ាងស្មោះត្រង់ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក4ខ1ដល់2ព្រះគម្ពីរធីម៉ូថេខ្សែទី1ចំពុក3ខ4ដល់5និងព្រះគម្ពីរទីតូសចំពុក1ខ7យើងបានពិភាក្សារួចហើយអំពីតួនាទីរបស់គ្រូអធិប្បាយជាគ្រូគង្វាលឬជាអ្នកគង្វាលមេគង្វាលបានប្រគល់ការមើលថែវងជៀមរបស់ទ្រង់ដល់អ្នកគង្វាលហើយក្នុងនាមជាអ្នកគង្វាលពួកគេត្រូវតែការពារវងជៀមពីវងចចកគ្រូខ្លែងខ្លាយហើយនាំពួកគេទៅកន្លែងមានស្មៅសេចក្តីបង្រៀនត្រឹមត្រូវព្រះគម្ពីរអេសេគៀលចំពុក34ព្រះគម្ពីរយ៉ូហានចំពុក21ខ15ដល់ខ17ព្រះគម្ពីរកិច្ចការចំពុក20ខ28ដល់31ការប្រៀបធៀបទាំង6បង្ហាញឲ្យឃើញថាគ្រូអធិប្បាយជាអ្នកធ្វើការដែលមិនត្រូវខ្មាស់ឡើយពីព្រោះគាត់
កាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពុក2ខ15នៅក្នុងបរិបទផ្សេងទៀតកិរិយាសព្ទក្នុងភាសាក្រិកដែលគេប្រើនៅទីនេះមានន័យថាមានសមត្ថភាពអាចកាត់ផ្លូវត្រង់ឆ្លងកាត់តំបន់ជនបទដែលសម្បូរទៅដោយព្រៃឬតំបន់ពិបាកឆ្លងកាត់ដើម្បីឲ្យអ្នកធ្វើដំណើរអាចទៅដល់ទិសដៅរបស់គេបានសេចក្តីបង្រៀនដែលត្រង់ត្រឹមត្រូវគឺផ្ទុយនឹងសេចក្តីបង្រៀនខុសឆ្គងរបស់អស់អ្នកដែលបង្រៀនជ្រុលហួសចេញពីសេចក្តីពិតព្រះគម្ពីរធីម៉ូថេខ្សែទី2ចំពុក2ខ18ការពន្យល់ព្រះគម្ពីររបស់យើងត្រូវតែស្មោះត្រង់ហើយសាមញ្ញដើម្បីឲ្យអ្នកស្ដាប់អាចយល់និងធ្វើតាមយ៉ាងងាយស្រួលសូមកត់សម្គាល់ថានៅក្នុងរូបភាពនីមួយៗនៃរូបភាពទាំង6នេះព្រះជាម្ចាស់បានប្រគល់សារព្រះបន្ទូលហើយគ្រូអធិប្បាយមិនត្រូវបង្កើតសារព្រះបន្ទូលដោយខ្លួនឯងនោះទេព្រះជាម្ចាស់បានប្រគល់សារព្រះបន្ទូលនោះដល់ពួកគេរួចទៅហើយព្រះជាម្ចាស់បានប្រទានដំណឹងល្អដល់អ្នកប្រកាសរួចហើយប្រទានក្រពូជល្អដល់កសិករដើម្បីនឹងព្រោះរួចហើយប្រទានចំណីអាហារល្អដល់អ្នកកាន់កាប់ដើម្បីនឹងចែកចាយបន្តរួចហើយវាស្មៅខៀវខ្ចីក៏មានជាស្រេចដល់អ្នកគង្វាលជាមដែលស្រដៀងគ្នានេះដែលទូតតំណាងក៏មានសម្ដែងគំនិតយោបល់ផ្ទាល់ខ្លួននោះដែលប៉ុន្តែគេបង្ហាញពីគោលនយោបាយនៃប្រទេសរបស់គេវិញអ្នកធ្វើការកាត់ផ្លូវអយព្រះបន្ទូលនៃសេចក្តីពិតមិនមែនផ្ដល់ពាក្យសម្ដីផ្ទាល់ខ្លួនរបស់ពួកគេនោះទេនៅក្នុងរូបភាពនៃព្រះគម្ពីរសញ្ញាថ្មីទាំងអស់នេះគ្រូអធិប្បាយជាបាវបម្រើនៅក្រមសិទ្ធិអំណាចរបស់ម្នាក់ផ្សេងទៀតគឺជាអ្នកនាំពាក្យឲ្យម្នាក់ទៀតកិច្ចការរបស់គ្រូអធិប្បាយគឺត្រូវធ្វើឲ្យសារព្រះបន្ទូលនេះត្រូវតាមស្ថានភាពដោយនាំសារព្រះបន្ទូលដល់អ្នកស្ដាប់ក្នុងរបៀបមួយដែលពួកគេអាចទំនាក់ទំនងនឹងសារព្រះបន្ទូលនោះបានការឆ្លងកាត់គម្លាតនៃវប្បធម៌ពាក្យប្រៀបធៀបនៅក្នុងព្រះគម្ពីរបង្ហាញថាការអធិប្បាយជាការចែកចាយសារព្រះបន្ទូលទៅកាន់មនុស្សនៅសម័យបច្ចុប្បន្ននេះដែលពួកគេចាំបាច់ត្រូវតែឮសារព្រះបន្ទូលនោះដើម្បីឲ្យយើងអាចធ្វើការនេះបានយើងចាំបាច់ត្រូវតែមានសមត្ថភាពក្នុងការសង់ស្ពានចម្លងពីពិភពលោកនៅសម័យព្រះគម្ពីរមកកាន់ពិភពលោកនៅសម័យទំនើបស្ពានចម្លងធ្វើឲ្យយើងអាចធ្វើចរាចរណ៍ពីត្រើយម្ខាងនៃទន្លេទៅដល់ត្រើយម្ខាងទៀតបានចំណែកឯសេចក្តីអធិប្បាយក៏ដូច្នោះដែរយើងត្រូវតែធ្វើឲ្យសេចក្តីពិតរបស់ព្រះជាម្ចាស់បានបើកសម្ដែងមកហូរចេញពីព្រះគម្ពីរហើយចូលទៅក្នុងជីវិតរបស់មនុស្សនាពេលបច្ចុប្បន្ននេះចុងស្ពានចម្លងទាំងសងខាងត្រូវតែចាក់ឫសយ៉ាងរឹងមាំប្រសិនបើយើងចង់បង្ហាញថាជំនឿគ្រីស្ទបរិស័ទនៅតែទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងនាពេលបច្ចុប្បន្ននេះ